សួស្តីទាំងអស់គ្នាខ្ញុំមានវីដេអូមួយចង់ចែករំលែកគឺពាក់ព័ន្ធទៅនឹងការតប្រព័ន្ធការពារតូចមួយនៅក្នុងផ្ទះរបស់យើងប្រព័ន្ធការពារនេះខ្ញុំអត់និយាយអំពីប្រភេទខ្សែដីអត់និយាយអំពី safe protection អីទេគឺខ្ញុំនិយាយអំពីការដំឡើង CB ពាក់ព័ន្ធនឹង disjunctor ជាមួយនឹងការប្រើប្រាស់ RCCB disjunctor ការពារឆក់អីហ្នឹងអញ្ចឹងនេះគឺជាវីដេអូខាងក្រោយហ្នឹងគឺជាវីដេអូដែលបង្ហាញអំពីការធ្វើដំណរខ្សែបំបែកអូខេណាអញ្ចឹងយើងធ្វើបែបហ្នឹងឯងយើងប៉ងចេញពីគីឡូភ្លើងហ្នឹងដែលបើ RDC ហ្នឹងហើយយើងចូល disjunctor មកគ្រាប់របស់យើងហើយចូលទៅកាន់ RCCB ហ្នឹងចាំចូលមកកាន់ disjunctor មកគ្រាប់កន្លែងមកពេចុងក្រោយនេះយើងអាចប្រើ2ពេក៏បានដែរណា2ពេយើងប៉ង node ចេញពី RCCB ហ្នឹងមកបើមិនអញ្ចឹងទេដាក់ node ហ្នឹងប្រើ terminal មកគ្រាប់ក៏បានដែរកុំលាតអញ្ចឹងអីតែយើងអាចប្រើ2 pole ក៏បានដែរកន្លែង disjunctor ធម្មតាហើយពេលយើងចែកណាពេលយើងចែក line ហ្នឹងត្រូវចែកឲ្យច្បាស់ថាមួយខ្សែចូលអីមួយខ្សែចូលអីបានន័យថាអំពូលផ្សេងកង្ហារផ្សេងមកទូទួមកព្រីមកអីហ្នឹងត្រូវចែកផ្សេងគ្នាបើអាចមាន disjunctor តូចនោះច្រើនគ្រាប់ទៀតក៏បានដែរសម្រាប់ចំណាំឬក៏សម្រាប់ចែកឲ្យដាច់ឲ្យឡែកពីគ្នាកុំឲ្យវាច្របូកច្របល់ចូលគ្នាអញ្ចឹងខ្ញុំនឹងបញ្យល់ដល់អ្នកគ្នាអំពី RCCB disjunctor ធម្មតា MCB យើងស្គាល់អស់ហើយមាន1ពេ2ពេ3ពេ4ពេជាដើមអញ្ចឹងមកហើយវាប្រើដើម្បីការពារលើសបន្ទុកហើយនឹងគួបសៀកខ្វីពេលឆ្លងអីវាលោតដោយស្វ័យប្រវត្តិអញ្ចឹងទៅអញ្ចឹងខ្ញុំអត់បញ្យល់អត់ប៉ុណ្្នឹងទៀតទេខ្ញុំបញ្យល់អំពី RCCB ខាងនេះគឺជាចំណុចខ្លះៗដែលខ្ញុំបាន note យកមកនិយាយកុំឲ្យបញ្យល់ទេជាន់គ្នាអញ្ចឹងពាក់ព័ន្ធទៅនឹង RCCB គឺជា disjunctor សម្រាប់ការពារយើងអាចការពារបានច្រើនហើយមួយទៀតនោះវាមិនមែនទេណាមិនមែន RCBO ទេណាគឺ RCCB គឺផ្គុំឡើងរវាង RCCB ហ្នឹងជាមួយនឹង MCB ជាមួយនឹង CB ទូទៅធម្មតាហ្នឹងឯងអាហ្នឹងវាថ្លៃជាងខ្ញុំនិយាយអំពី RCCB ធម្មតាមិនមែន RCBO ទេហ្នឹងឯងអញ្ចឹងវាការពារឆក់បានន័យថាពេលដែលវាឆ្លងបន្តិចហ្នឹងវាផ្ដាច់ភ្លាមហ្មងហើយល្បឿននៃការផ្ដាច់វាប្រតិកម្មវាលឿនរហូតដល់ដោយ brand ណាតែអារបស់ល្អជាងគេនោះគឺ 0.1 វិនាទីគ្រាន់តែប៉ះបន្តិចហ្នឹងគឺវាផ្ដាច់ភ្លាមអត់ឲ្យយើងឆក់តន់ទេយើងគ្រាន់មានអារម្មណ៍ថាឆក់តែបន្តិចទេវាដាច់បាត់ហើយយើងឆក់អត់តន់បានឆក់យើងនេះមួយទៀតនោះគឺវាផ្ដាច់ដោយស្វ័យប្រវត្តិអញ្ចឹងឲ្យតែពេលមានចរន្តជ្រាបឬក៏ឆ្លងមកឆក់យើងហ្នឹងគឺវាលោតហើយមួយទៀតនោះកាត់បន្ថយសំទោសកាត់ផ្ដាច់ពេលមានចរន្តឆ្លងទៅដីអានឹងចរន្តឆ្លងដីឆ្លងហ្នឹងគឺវាផ្ដាច់បានន័យថាពេលដែលមានឆ្លងគឺវាដាច់តែម្ដងហើយមួយទៀតនោះគឺជាក់លាក់បានន័យថាវាមានភាពសុក្រិតអត់ថាអូតឡើងអត់ដើរលើកលែងយើងខោបចែកទេសឬក៏ឧបករណ៍នឹងខូចតែប៉ុណ្្នឹងឯងហើយរូបនៅលើនឹងមានហើយយើងអាក្បាលពណ៌លឿងយើងសម្រាប់ទេសបានន័យថាពេលយើងចង់ដឹងវាដំណើរការអត់យើងចុចអាប៊ូតុងហ្នឹងទៅពេលយើងចង់ទេសណាយើងចង់ទេសទៅដំណើរការហ្នឹងចុចហ្នឹងវា load ហើយអញ្ចឹងបើវា load គឺវានៅដំណើរការបានអញ្ចឹងកុំប្រើរហូតដល់ថ្នាក់អត់បានទេសអីសោះណាគួរតែមាន schedule ទេសអាប្រើហ្នឹងតម្លើងអាហ្នឹងហើយមួយទៀតនោះគឺបញ្ជាក់មួយទៀតគឺត្រង់ថាវាអត់អាចការពារ overload បានទេជាមួយ short circuit បានទេអញ្ចឹងគេត្រូវប្រើវាអមជាមួយនឹងខ្សែ disjunctor ធម្មតាមកគ្រាប់ទៀតបើយើងចង់តម្លើងវាត្រូវតម្លើងជាមួយនឹង CB មកគ្រាប់ទៀតតែបើយើងប្រើ RCBO អាហ្នឹងតែមកគ្រាប់ដោយឡែកតែឯងតែម្ដងមិនបាច់ប្រើ MCB ក៏បានដែរតែបើយើងប្រើតែ RCCB នេះត្រូវប្រើជាមួយមកគ្រាប់ទៀតគឺ disjunctor ធម្មតាយើងហ្នឹងហើយ10 20 ពេដែលយើងប្រើទៅនឹងឯងហើយវាមាន2ពេនិង4ពេអត់មាន3ពេនិង1ពេទេណាសម្រាប់ RCCB នេះគឺមានតែ2ពេនិង4ពេទេអញ្ចឹងការប្រើប្រាស់របស់វាប្រសិនបើបណ្ដាញចាស់ខ្ញុំមិន recommend ឲ្យដំឡើងទេបណ្ដាញចាស់ឧទាហរណ៍បណ្ដាញចាស់មិនអាគារមួយហ្នឹងខ្សែខ្វាត់ខ្វែងញ៉ៃមានឆ្លងបន្តិចបន្តួចអីចឹងណាឬក៏មានកន្លែងជ្រាបមានអីចឹងទៅយើងប្រើបានធម្មតាប៉ុន្តែយើងចង់ដាក់អានឹងចូលដល់ load disjunctor ហ្នឹងប្រើលេងកើតហើយវិធីល្អគឺគួរឲ្យជួសជុលឲ្យស្អាតបាតសិនចាំយើងដំឡើងវាអញ្ចឹងណាហ្នឹងហើយមិនមែនគួរឲ្យថាឃើញតំណងតម្លើងទេអញ្ចឹងវីដេអូមានប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាហើយសង្ឃឹមថាវាជាចំណេះដឹងខ្លីសម្រាប់ទាំងអស់គ្នាជាពិសេសបងប្អូនដែលជានិស្សិតអគ្គិសនីគេហៅថាក្តាប់បច្ចេកទេសណាហ្នឹងហើយស្វែងយល់ឲ្យបានច្រើននិងយល់ដឹងឲ្យបានច្រើនពីបច្ចេកទេសដើម្បីសន្សំចំណេះដឹងរបស់យើងបន្ថែមទៀតណាអរគុណ